សម្រាប់ការធ្វើម្ទេសជ្រក់ឬក៏ខ្ទឹមជ្រក់ញ៉ាំជាមួយនឹងគុយទាវឬក៏បាយស្រូបអីចឹងណាគឺបងប្អូនប្រហែលជាធ្លាប់មើលវីដេអូបងផ្សេងរួចហើយហើយចំពោះការធ្វើជ្រក់ម្ទេសឬមួយក៏គេហៅថាទឹកជ្រលក់ម្ទេសនេះប្រហែលជាបងប្អូនមួយចំនួនគាត់អត់ទាន់ចេះធ្វើហើយថ្ងៃនេះដែរគឺខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើទឹកជ្រលក់ម្ទេសឬមួយក៏ជ្រក់ម្ទេសសម្រាប់ញ៉ាំជាមួយនឹងមាន់អាំងឬក៏ត្រីអាំងជាដើមអញ្ចឹងណាបងប្អូនជ្រក់ម្ទេសនេះគឺរសជាតិរបស់វាគឺឆ្ងាញ់មែនទែនហើយខ្ញុំចូលចិត្តញ៉ាំតាំងពីក្មេងមកណាបងប្អូនពេលនឹងគ្រឿងផ្សំគឺខ្ញុំមានម្ទេសខ្ចីចំនួនកន្លះគីឡូយើងកាត់តងវាចេញឲ្យបានស្អាតទៅហើយទុកខ្លះណាបងប្អូនហើយកុំឲ្យជ្រក់របស់យើងនឹងវាហឹរខ្លាំងពេកទេយើងទុកតងខ្លះទៅបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមបកសំបកខ្ទឹមសចំនួនកន្លះគីឡូដូចគ្នាយើងបកសំបកឲ្យស្អាតរួចយើងចាប់ផ្ដើមយកម្ទេសខ្ចីដែលយើងបានកាត់តងវាលាងទឹកស្អាតហើយហ្នឹងយកមកដាក់លីងណាបងប្អូនដោយសារតែម្ទេសខ្ចីរបស់ខ្ញុំនេះគឺវាច្រើនអញ្ចឹងទៅគឺខ្ញុំត្រូវការលីងវា2ដងក្នុងការលីងម្ទេសហ្នឹងគឺយើងបើកភ្លើងល្មមទៅហើយលីងម្ទេសហ្នឹងឲ្យឆ្អិនល្អកាលណាយើងលីងម្ទេសបានឆ្អិនវាជួយកាត់បន្ថយជាតិហឹរហ្នឹងបានខ្លះដែរណាបងប្អូនបន្ទាប់ពីលីងម្ទេសបានឆ្អិនហើយគឺខ្ញុំចាប់ផ្ដើមចាក់ដាក់ចង្អេរហើយវេកវាឲ្យវាចុះត្រជាក់ណាបងប្អូនមើលតែយើងលីងម្ទេសបានរួចអស់ហើយគឺខ្ញុំចាប់ផ្ដើមដាក់លីងជាមួយនឹងខ្ទឹមសដូចគ្នាហើយចំពោះខ្ទឹមសនេះគឺយើងបើកភ្លើងល្មមក្នុងការលីងហើយលីងវាឲ្យបានឆ្អិនដល់ក្នុងមើលតែយើងលីងខ្ទឹមបានឆ្អិនហើយយើងទុកម្ល៉េះសិនបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមដាក់ដាំទឹកបន្ទាប់មកគឺយើងចាប់ផ្ដើមយកម្ទេសហើយនឹងខ្ទឹមសហ្នឹងឲ្យយកមកបុកបងប្អូនយើងដាក់បុកវានឹងត្បាល់បងប្អូនអាចកិននឹងម៉ាស៊ីនបានទេយើងបុកនឹងត្បាល់ទៅធ្វើឲ្យជ្រក់របស់យើងគឺកាន់តែឆ្ងាញ់បន្ទាប់មកគឺខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងអំបិល2ស្លាបព្រាកាហ្វេហើយនឹងម្សៅរ៉ូឌីហ្នឹងកន្លះវែកបាយណាបងប្អូនចំណែកឯស្ករសគឺខ្ញុំដាក់1វែកបាយកន្លះដូចគ្នាក្រោយគេគឺខ្ញុំដាក់ជាមួយនឹងប៊ីចេងជិត1វែកបាយដែរបន្ទាប់មកគឺយើងចាប់ផ្ដើមបុកគ្រឿងទាំងអស់នេះឲ្យវាល្អិតល្អនៅពេលដែលយើងបុកម្ទេសនឹងបានមួយសន្ទុះធំហើយគឺឃើញថាម្ទេសរបស់យើងគឺវាល្អិតល្អហើយយើងក៏អាចដួសដាក់ចានគោមធំមួយឬក៏កូនចន្ទែកអីក៏បានដែរឲ្យតែវារាងធំគួរសមយើងដួសម្ទេសដែលយើងបានបុកល្អិតនឹងដាក់ចានគោមមកបន្ទាប់មកគឺខ្ញុំបន្ថែមជាមួយនឹងស្ករត្នោត1វែកសម្លទៀតហើយនេះគឺជាទឹកត្រីមកត្រីកាភ្លាញបងប្អូនរសជាតិវាគឺឆ្ងាញ់អត់សូវប្រៃទេទឹកត្រី1ដបនេះគឺខ្ញុំប្រើតែកន្លះដបទេណាបងប្អូនដោយសារតែយើងត្រូវការលាយទឹកលាយអីថែមទៀតផងទៅបើយើងដាក់វា1ដបគឺវាអាចនឹងប្រៃខ្លាំងហើយបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងទឹកក្តៅអ៊ុនដែលខ្ញុំបានដាំពុះនឹងចូលមកល្មមនិយាយទៅគឺយើងដាក់ឲ្យទឹកជ្រលក់ម្ទេសរបស់យើងនឹងកុំឲ្យរាវពេកឬក៏ខាប់ពេកឲ្យវាមកល្មមណាបងប្អូនខ្ញុំអត់អាចប្រាប់បរិមាណពិតប្រាកដបានទេដោយសារយើងថែមថយលៃលោកតាមនឹងខ្លួនឯងណាបន្ទាប់មកគឺយើងកូរគ្រឿងទាំងអស់នេះឲ្យវាកើតល្បាយតែមួយឬក៏វារលាយអស់ណាបងប្អូនឲ្យវាចូលជាតិគ្នាបានល្អបន្ទាប់មកគឺយើងអាចដួសទឹកជ្រលក់ម្ទេសដែលយើងបានធ្វើហើយនឹងដាក់ចូលកន្លកែវក៏បានកន្លជើក៏បានប៉ុន្តែបើយើងដាក់កន្លកែវអញ្ចឹងគឺវាល្អជាងណាបងប្អូនវាសុវត្ថិភាពផងចំពោះទឹកជ្រលក់ម្ទេសឬមួយក៏ហៅថាជ្រក់ម្ទេសប្រភេទនេះបងប្អូនយើងញ៉ាំជាមួយនឹងមាន់អាំងឬក៏ត្រីអាំងគឺឆ្ងាញ់ណាស់ធ្វើភ្លាមចង់ញ៉ាំភ្លាមគឺយើងអាចច្បាច់ជាមួយនឹងក្រូចឆ្មាចូលមួយចនិត2ចនិតទៅតែបើយើងធ្វើទុកដូចខ្ញុំអញ្ចឹងគឺខ្ញុំអត់បានប្រើម្ជូរឬក៏ទឹកខ្មេះអីទេខ្ញុំទុកវាក្រៅទូទឹកកក2យប់2ថ្ងៃឲ្យវាមានជាតិជូរបន្តិចហើយចាំដាក់ចូលក្នុងទូទឹកកកហើយទឹកម្ទេសនេះគឺយើងធ្វើទុកញ៉ាំបានយូរណាស់បងប្អូនខ្ញុំទុកញ៉ាំបានឡើង2ខែត្រូវការញ៉ាំភ្លាមយើងដួសដាក់ចានតែបន្តិចមកហើយយើងញ៉ាំទៅបងប្អូនហើយយើងអត់ចាំបាច់ធ្វើវាពី3ដងពីបិសាអញ្ចឹងណាវាពិបាកដែរចុងក្រោយបើសិនជាបងប្អូនមានសំណួរអាច comment នៅក្រោមវីដេអូនេះបានសូមអរគុណនិងសូមជម្រាបលាហើយសូមជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ